ក្មេងៗអ្នកដែលកាត់ទាំងខ្ញុំដេញតែដើមនំស៊ីតែញយស្បែកជើងទុកនៅមុខផ្ទះតែហ៊ាននៅប្រហែងវាច្បាំងជាសយហៅបើមិនតែមានលុយច្រើនបំផុតគឺត្រឹម500តែឃើញមុខញយនៅកន្លែងស៊ីផឹកគីលូទុំលប់មកគេដេកនៅពីយប់មកហើយងើបធ្វើការឡើងតាំងនៅពីព្រឹកទុំលប់ខ្ញុំដេកចិត្តភ្លឺហើយភ្ញាក់ថ្ងៃត្រង់ពុនខ្លួនឡើងស្ពឹកបើភ្នែកពួកមកចាំមុខផ្ទះសិតតែសេរីដាវស៊ីផឹកលើកដាច់កាត់ទៅបានផឹកសើចពេលខ្ញុំមិនលុយផឹកកបពេលខ្ញុំបាត់លុយផឹកកបកដាទៀនស្រែកច្រៀងណែណាពេលគេថាថ្លង់ខ្ញុំក៏សើចឃើញស្រីស្អាតខ្ញុំក៏សើចស្រីមកកក់ខ្ញុំក៏សើចពឹងរវឹងខ្ញុំដើរលេលើអត់ការងារធ្វើសាប់តែលឺសូទាត់ឆ្កែមួយជើងលេងទុកចង្កាហាត់ប្រានបាយឆ្អែតបបួលក្មេងលេងឈូងជើងសតំព្រុងក្បាលសឹកនៅតែដៃចាក់ធុងបារម្ភតាមខ្នល់គេជិះមកដល់សុំអង្គៀងបច្ច័យសុំបានលុយយកទិញស្រាប់ផឹកទិញថងច្រត់ទឹកទុកគប់ស្អីស្អីឪគេដេញវាយកលន់មាត់ថាប់ក្មេងៗអ្នកដែលកាត់ទាំងខ្ញុំដេញតែដើមនំស៊ីតែញយស្បែកជើងទុកនៅមុខផ្ទះតែហ៊ាននៅប្រហែងវាច្បាំងជាសយហៅបើមិនតែមានលុយច្រើនបំផុតគឺត្រឹម500តែឃើញមុខញយនៅកន្លែងស៊ីផឹកគីលូទុំលប់មកគេដេកនៅពីយប់មកហើយងើបធ្វើការឡើងតាំងនៅពីព្រឹកទុំលប់ខ្ញុំដេកចិត្តភ្លឺហើយភ្ញាក់ថ្ងៃត្រង់ពុនខ្លួនឡើងស្ពឹកបើភ្នែកពួកមកចាំមុខផ្ទះសិតតែសេរីដាវស៊ីផឹកលើកដាច់កាត់ទៅបានផឹកសើចពេលខ្ញុំមិនលុយផឹកកបពេលខ្ញុំបាត់លុយផឹកកបកដាទៀនស្រែកច្រៀងណែណាពេលគេថាថ្លង់ខ្ញុំក៏សើចឃើញស្រីស្អាតខ្ញុំក៏សើចស្រីមកកក់ខ្ញុំក៏សើចពឹងរវឹងខ្ញុំដើរលេលើអត់ការងារធ្វើសាប់តែលឺសូទាត់ឆ្កែមួយជើងលេងទុកចង្កាហាត់ប្រានបាយឆ្អែតបបួលក្មេងលេងឈូងជើងសតំព្រុងក្បាលសឹកនៅតែដៃចាក់ធុងបារម្ភតាមខ្នល់គេជិះមកដល់សុំអង្គៀងបច្ច័យសុំបានលុយយកទិញស្រាប់ផឹកទិញថងច្រត់ទឹកទុកគប់ស្អីស្អីឪគេដេញវាយកលន់មាត់ថាប់